បងប្អូនមួយចំនួនប្រហែលជាមិនដែលដឹងទេថាកម្ពុជារបស់យើងមានយន្តហោះចម្បាំងតាមពិតទៅប្រទេសកម្ពុជាកាលពីជំនាន់មុនក៏មានយន្តហោះចម្បាំងបាទ L39NG បាទរហូតដល់ជាង20គ្រឿងឯណោះដោយយន្តហោះចម្បាំងប្រភេទនេះគឺជាយន្តហោះចម្បាំងធនស្រាលសេរីចាស់សម្រាប់កងទ័ពកម្ពុជាធ្វើការវឹកហាត់បាទចាំមានបងប្អូនជាច្រើនបាទតែខមមិនស៊ូថាបងបាទនៅក្នុងប្រទេសកម្ពុជារបស់យើងបាទកាលពីចំនួនមុនបាទមានយន្តហោះចម្បាំងដែរឬទេបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំស្រាវជ្រាវចងល់ប្រាប់បងប្អូនអរគ្នាថាបាទប្រទេសកម្ពុជារបស់យើងបាទពិតជាមានយន្តហោះចម្បាំងរហូតដល់25គ្រឿងឯណោះបាទកាលពីចំនួនមុនណាបងប្អូនអរគ្នាបាទគឺប្រទេសកម្ពុជារបស់យើងបាទបានបញ្ជាទិញពីប្រទេសឆែកណាហើយនឹងប្រទេសរុស្ស៊ីផងដែរបងប្អូនអរគ្នាបាទមានយន្តហោះចម្បាំងនិងសម្ភារវុធទំនើបណាស់បាទកាលពីចំនួនមុនបងប្អូនអរគ្នាបាទហើយនៅពេលបច្ចុប្បន្ននេះបាទប្រទេសកម្ពុជារបស់យើងមិនទាន់មានយន្តហោះចម្បាំងស៊េរីទំនើបណាមួយនោះទេប្រទេសជប៉ុនបានផ្ដល់គ្រឿងចក្រកំទេចមីនដ៏ទំនើបពិសេសមួយមកឲ្យប្រទេសកម្ពុជាដើម្បីឲ្យប្រទេសកម្ពុជាធ្វើការបោសសម្អាតសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសហើយជប៉ុនតែងតែធ្វើជាមិត្តដ៏ល្អរបស់កម្ពុជាបាទចឹងបងប្អូនដឹងហើយថាបាទប្រទេសជប៉ុនបាទកាលពីប្រហែលថ្ងៃមុននេះបានប្រកាសថាបាទជប៉ុនបាទនឹងផ្ដល់បាទគ្រឿងចក្រដើម្បីបាទសម្អាតមីននៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃឲ្យកម្ពុជាបាទអញ្ចឹងទេជប៉ុនបាទពិតជាមានចិត្តល្អខ្លាំងមែនទែនបាទតែងតែជួយកម្ពុជាបាទមិនថាបាទជួយជាអ្វីៗនោះទេបាទជប៉ុនតែងតែជួយជានិច្ចបងប្អូនទាំងអស់គ្នាបាទហើយគ្រឿងចក្រនេះដែរគឺជាគ្រឿងចក្រស៊េរីទំនើបមួយដែលជប៉ុនផ្ដល់មកឲ្យកម្ពុជាដើម្បីធ្វើការសម្អាតមីននៅតាមបណ្ដោយព្រំដែនបាទដែលសេសសល់ពីសង្គ្រាមបងប្អូនទាំងអស់គ្នាអញ្ចឹងទេបាទគ្រឿងចក្រនេះគឺពិតជាវាទំនើបហើយទាន់សម័យខ្លាំងមែនតើបាទដោយសារតែយើងមិនបាច់ប្រើកម្លាំងមនុស្សបាទទៅដើរជីកនោះទេគ្រាន់តែប្រើបាទគ្រឿងចក្រនេះបាទទៅ scan ហ្នឹងគឺឃើញគ្រាប់មីនគ្រាប់អីនៅក្នុងដីអញ្ចឹងបងប្អូនអរគុណបាទអញ្ចឹងវាពិតជាទំនើបខ្លាំងមែនតើបាទចឹងជាចុងក្រោយនៃវីដេអូនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ comment និង share វីដេអូនេះដើម្បីបាទចែករំលែកផងបាទសូមអរគុណ